ចូលបាន2ខែបងប្អូនកូនក្រញូងនេះជាក្រញូងខ្មែរយើងក្រញូងខ្មែរយើងហើយដាំចូលដាំហើយនេះបានប្រហែលជា2ខែហើយនេះចង់ស្នឹងទុកចង់អីឥឡូវវាលាស់បានមកត្រួយមកលើទៀតបាទលាស់បានមកត្រួយមកទៀតអញ្ចឹងសម្រាប់បងប្អូនដែលមានដីតនេចោលហើយពិសេសគឺដីដែលអត់មានជីជាតិធ្វើអីផ្សេងអត់បានដាំអីផ្សេងអត់សូវល្អបងប្អូនអាចសាកល្បងដាំកញ្ញូងខ្មែរយើងក៏បានដាំធ្នង់ក៏បានហើយនឹងប្រភេទឈើប៉និតឈើលេខ1ខ្មែរយើងផ្សេងទៀតសិតតែអាចដាំបានបាទអាចដាំបានកុំទុកចោលវាជាដំណាំមួយប្រើពេលយូរបន្តិចប៉ុន្តែបើដីយើងទុកចោលដដែលទេបងប្អូនអាចដាក់ដាំវាទៅដូចខ្ញុំនេះខ្ញុំដាំរៀងច្រើនដែរបងប្អូននេះកូនបាទរៀងច្រើនដែរហើយវាប្រើពេលប្រហែលជា20ឆ្នាំជាងទៅ30ឆ្នាំយើងអាចប្រមូលផលបានហើយជាងយើងទុកដីតនេចោលហើយវាជួយដល់បរិស្ថានផងជួយដល់សេដ្ឋកិច្ចផងសម្រាប់ថ្ងៃក្រោយទៅវាប្រើពេលរឿងយូរបន្តិចប៉ុន្តែបើយើងដាំគិតចាប់ពីពេលនេះទៅបងប្អូនវាអាចនឹងបានផលល្អច្រើនហើយនេះបងប្អូននេះសត្វតាកូនកញ្ញូងរបស់យើងហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនដាំកញ្ញូងខ្មែរយើងជាងដាំកញ្ញូងបរទេសបាទវាជាអត្តសញ្ញាណខ្មែរយើងផងបងប្អូនបាទវាជាអត្តសញ្ញាណខ្មែរយើងផងបើសិនជាការប្រើប្រាស់ហើយនឹងតម្លៃខុសគ្នាអានឹងជារឿងផ្សេងអាចថាកញ្ញូងគេតម្លៃថ្លៃជាងការប្រើប្រាស់គុណប្រយោជន៍វាល្អជាងអីជាងតម្រូវការទីផ្សារខ្ពស់ជាងអានឹងយើងគិតតាមនឹងប៉ុន្តែកញ្ញូងខ្មែរយើងនេះមិនចាញ់កញ្ញូងបរទេសទេអញ្ចឹងបងប្អូនគួរតែដាំកញ្ញូងខ្មែរយើងនេះឲ្យបានច្រើនកុំទាន់ចាប់អារម្មណ៍ទៅលើកញ្ញូងបរទេសដូចជាកញ្ញូងហៃណានកញ្ញូងអីផ្សេងហ្នឹងមុននឹងដាំបងប្អូនគិតទៅលើបញ្ហាទីផ្សារការថែទាំការអីសាកប្រៀបធៀបគ្នាសាកមើលសិនថាមួយណាបងប្អូនទទួលបានផលល្អជាងអីជាងចាំយើងតាមនោះប៉ុន្តែបើសិនជាខ្ញុំជជែកម្ដងទៀតបើសិនជាមិនលើសខ្វះគ្នាទេដាំឈើរបស់ខ្មែរយើងខ្ញុំគិតថាល្អប្រសើរជាងបាទហើយដីតនេដីអត់សូវមានជីជាតិដូចដីខ្ញុំនេះបងប្អូននេះជាប្រភេទដីលបាយខ្សាច់ដីមិនលបាយខ្សាច់ដីខ្សាច់ច្រើនអត់សូវមានជីជាតិមែនតើណានេះយើងកែកន់ខ្លះទេបងប្អូននេះខ្ញុំពង្រោះសដែកព្រោះអីបាច់អីទៅរៀងឡើងមកវិញខ្លះបើមិនអញ្ចឹងទេស្មៅអត់ដោះតែហ្មងដីមួយដុំនេះអត់មានស្មៅដោះប៉ុន្តែដល់ពេលយើងកែកន់ខ្លះទៅឃើញមានស្មៅមានអីដោះមកវិញគ្រាន់បើដែរបាទយើងកែនេះចូល2ឆ្នាំអីដែរហើយបងប្អូនបាទខ្ញុំពង្រោះសដែកហើយយើងបាច់អីទៅឃើញវាដោះមកវិញហើយអានេះកញ្ញូងរបស់យើងបាទបងប្អូនអាចពិចារណាក្នុងការដាំដុះបានបាទពិចារណាក្នុងការដាំដុះបានសម្រាប់ដីតនេដីអត់សូវមានជីជាតិដីទុកចោលទៅទេបងប្អូនបាទអាចសាកដាំកញ្ញូងក៏បានធ្នង់ក៏បានបាទខ្ញុំដាំនេះ4ម៉ែត្រមួយបងប្អូនបាទ4ម៉ែត្រតឹងក៏4ម៉ែត្របដ ாய் ក៏4ម៉ែត្របាទតឹង4បដ ாய் 4បាទហើយចាំមើលវាសិនបើសិនជាវាញឹកពេកប្រប៉ុណ្ណនេះវាធំបន្តិចយើងអាចដករំលោះបានយើងអាចគាស់ពីកន្លែងហ្នឹងទៅដាំនៅកន្លែងផ្សេងបានសម្រាប់ពពួកឈើអស់នេះបងប្អូនវាចំណេញចង់ដែរបាទវាស្រួលងាយស្រួលក្នុងការបដូរទីតាំងដែរបាទអត់ពិបាកទេបាទនេះចាញ់ត្រួយមកថ្មីច្រើនបងប្អូននេះចាញ់ត្រួយមកនេះល្អតាបាទអញ្ចឹងយើងប្រើពេល20ឆ្នាំជាងទៅ30ឆ្នាំហ្នឹងយើងបានឈើក្រាក់ប៉ុន្តែក្នុងកំឡុងពេលតែ4ឆ្នាំអីហ្នឹងយើងអាចគាស់ដើមខ្ចីទៅលក់បានហើយបងប្អូនខ្ញុំធ្លាប់ឃើញមានបងប្អូនយើងប្រកាសស្វែងរកធ្នង់ស្វែងរកកញ្ញូងដើមប៉ិនកភួនជើងអីណាបងប្អូនបាទដើមប៉ិនកភួនជើងហ្នឹងគាត់គាស់យកទៅដាំយកទៅផ្សំដើម្បីដាំលំអតាមសួនតាមអីវិញដែរបាទឃើញមានបងប្អូនយើងច្រើនដែរធ្លាប់ប្រកាសស្វែងរកឈើប៉និតខ្មែរយើងហ្នឹងឈើកញ្ញូងឈើធ្នង់អីហ្នឹងដែរអញ្ចឹងវាជាឱកាសល្អវាជាទីផ្សារល្អវាមានទីផ្សារល្អដែលយើងអាចពិចារណាក្នុងការដាំដុះបានបាទនេះយើងជាងទុកដីទៅនេចោលបងប្អូននេះដាំនេះបាទអញ្ចឹងតែ3ឆ្នាំ4ឆ្នាំទៅយើងអាចលក់បានហើយបងប្អូនដើមប៉ិនកភួនជើងអាចលក់បានបដាហើយបើយើងចង់បានក្រាក់ហ្នឹង20ឆ្នាំឡើងទៅ25ឆ្នាំ30ឆ្នាំហើយបងប្អូនthấyយូរម្លេះវាយើងអាចថាដាំឥឡូវនេះនៅពេលដែលយើងចាស់ទៅបងប្អូនបាទយើងអាចមានចកា
ឈើដែលមានម្លប់ទៅឈឹងទៅឆៃមួយកន្លែងពីរកន្លែងឬក៏ដីដែលយើងទៅនេទុកចោលនេះអាចដាក់ដាំបានបាទអាចដាក់ដាំបានត្បិតថាយើងគិតទៅវារឿងយូរប៉ុន្តែយើងគិតដល់ពេលវ័យយើងចាស់ទៅឧទាហរណ៍ថាឥឡូវនេះបងប្អូនអាយុ30 40អញ្ចឹងវា30ឆ្នាំក្រោយអាយុ60ឬក៏70បើសិនជាយើងមានអាយុដល់ហ្នឹងគឺឈើពេញល្អប៉ុន្តែមែនតើទៅពេលខ្លះវាមិនទាន់ដល់ប៉ុណ្្នឹងទេបងប្អូនត្រឹម4-5ឆ្នាំគឺយើងអាចគោះអាដើមខ្ចីនេះលក់បានដែរអាហ្នឹងយើងគិតថាយើងគោះអាដើមដែលអត់ទាន់មានក្រាក់លក់បានហ្នឹងបាទខ្ញុំជជែកម្ដងហើយម្ដងទៀតសង្ឃឹមថាបងប្អូនយល់ហើយអាចពិចារណាក្នុងការដាំដុះឈើប៉និតខ្មែរយើងឈើលេខ1ខ្មែរយើងសម្រាប់ដីដែលអត់សូវមានជីជាតិដីដែលយើងទុកទៅនេចោលអាចដាក់ដាំបានហើយកូនវានេះក៏អត់ថ្លៃដែរបងប្អូនកាលខ្ញុំទិញខ្ញុំកក់គេមុនមួយដើមតែ1500លីខ្មែរទេបាទមួយដើម1500លីខ្មែរទេអាដើមធំប៉ុណ្នេះអាចថា2000 3000អីចឹងតាមអ្នកលក់ផ្សេងគ្នាបាទហើយកាលខ្ញុំយកដើមត្រឹមជង្គង់1500ធូរថ្លៃបាទធូរថ្លៃមកដាំរស់99% ហើយបងប្អូនមើលទៅដូចអត់ទាន់មានឃើញដើមណាងាប់ទេនេះតែខ្ញុំអត់ទាន់បានដើរមើលតាមគុំឲ្យអស់ប៉ុន្តែយើងមើលពីចង្ងាយទៅឃើញខៀវសង្ងាត់ទាំងអស់អត់ទាន់ឃើញមានដាច់រណ្ដៅទេហើយជាមួយខ្ញុំមើលអញ្ចឹងខ្ញុំអាចសន្និដ្ឋានថារស់99%បាទហើយជាប្រភេទដីអត់មានជីជាតិផងហើយដាំចោលអត់បានស្រោចទឹកបានអីផងដោយសារខែភ្លៀងអីវាមានទឹកមានអីដែរហើយខ្ញុំគិតថារដូវប្រាំងក៏វាធន់ដែរដើមអស់នេះហ៎បងប្អូនបាទអញ្ចឹងអរគុណបងប្អូនជូនខ្លីប៉ុណ្នេះពិចារណាក្នុងការដាំដុះឈើប៉និតខ្មែរយើងឈើលេខ1ខ្មែរយើងទាំងអស់គ្នាបាទអរគុណ